ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបខជើងជ្រូកមានរសជាតិឈ្ងុយឆ្ងាញ់ហើយឆាប់ផុយអញ្ចឹងណាហើយខហ្នឹងក៏ខ្ញុំលាយជាមួយនឹងពងទាជាមួយនឹងជ្រូកស្ពៃដែរបើសិនជាមានទំពាំងឆ្ងាញ់ណាពុកម៉ែបងប្អូនតែខែនេះមិននឹងត្រោទំពាំងណាទេអញ្ចឹងហើយខជាមួយនឹងជ្រូកស្ពៃជូរផ្អែមអញ្ចឹងឆ្ងាញ់ណាហើយថ្ងៃហ្នឹងប្តីរបស់ខ្ញុំគាត់ទៅផ្សារគាត់ទិញជើងជ្រូកមកមួយហៀងជាមួយនឹងសាច់3ជាន់គេមានពងទាមានជ្រូកស្ពៃនិយាយរួមទៅគ្រឿងក្រៅគេមកសពតែម្ដងឲ្យតែគេឃ្លានអីគេទៅទិញខ្លួនគេនឹងយើងចាំតែធ្វើណាបងប្អូនគេទិញមកយើងស្រាប់អញ្ចឹងយើងស្រួលទេយើងមិនពិបាកចិត្តហត់នឿយនឹងការរោនឹកធ្វើម្ហូបអីអញ្ចឹងណាគេទិញឲ្យយើងស្រាប់អញ្ចឹងនឹងខ្ញុំlạiឯងធ្វើតិចបើថាឲ្យរោនឹកខ្លួនឯងធ្វើខ្លួនឯងញឹមរៀងខ្ជិលមិនសូវជាlạiឯងប្រហែលទេហើយពងទានឹងខ្ញុំស្ងោរចំនួន10គ្រាប់យើងស្ងោរចោលហើយក៏យើងចាប់ផ្ដើមមកចិត្តជាមួយនឹងបន្លែប្លុករបស់យើងមកណាហើយជ្រូកស្ពៃនេះខ្ញុំហាន់ធំចឹងឯងព្រោះថាងាយស្រួលយើងយកទៅល្ងាស់ជាមួយនឹងជើងជ្រូកចឹងវាឆាប់ផុយណាពុកម៉ែបងប្អូនហើយបន្ទាប់មកខ្ញុំមកបុកជាមួយនឹងម្រេចខ្ញុំប្រើម្រេចគ្រាប់ឲ្យវាឈ្ងុយហើយហឹលម្រេចគ្រាប់នេះខ្ញុំដាក់បន្តិចយើងក៏យកវាមកបុកវាឲ្យម៉ត់ក៏យើងបន្ថែមជាមួយនឹងខ្ទឹមសរបស់យើងចំនួន4-5 មើមចឹងណាពុកម៉ែបងប្អូននិយាយរួមទៅម្រេចនិងខ្ទឹមខ្ញុំចូលចិត្តប្រើរៀងដិតណាបងប្អូនមិនថាគ្រឿងក្រៅស្លុកអីផ្សេងក៏ដោយគឺខ្ញុំប្រើដិតខ្លាំងណានិយាយរួមទៅមកដិតគឺដឹងតែឆ្ងាញ់បើថាយើងស្លរៀងស្ទើរគ្រឿងញ៉ាំទៅមិនដឹងណាណីណាបុកគ្រឿងឲ្យអស់ហើយក៏ខ្ញុំចាប់ផ្ដើមមកដាក់ឆ្នាំងឲ្យក្តៅខ្ញុំដាក់ក្លោចស្ករត្នោតនេះល្អខ្លាំងមែនទែនបងស្រីខ្ញុំគាត់ទៅលេងផ្ទះម្ដាយក្មេករបស់គាត់ណាម្ដាយក្មេករបស់គាត់ផ្ញើស្ករនឹងមកឲ្យគាត់ឆ្លៀតសុំគេបន្តិចយកមកខណាបងប្អូនបើថាទិញស្ករពីផ្សារយកមកខញ៉ាំអត់កើតទេពុកម៉ែបងប្អូនអាស្ករគេយកទៅលីជាមួយនឹងម្សៅអញ្ចឹងពេលខទៅវាល្វីងឲ្យឆាប់ខ្លោចបន្ទាប់ពីកូរឡើងជើងក្រងអស់ហើយខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកបន្តិចឲ្យវារំលាយស្ករហើយខ្ញុំចាក់ជាមួយនឹងជើងជ្រូកចូលមកបើមិនអញ្ចឹងទេវាជាប់បតិបតាពេញឆ្នាំងនឹងឯងពេលយើងដាក់ទឹកហើយយើងដាក់សាច់ចូលអញ្ចឹងវាងាយស្រួលនឹងកកពុកម៉ែបងប្អូនវាអត់ជាប់អញ្ចឹងណាបន្ទាប់មកក៏ខ្ញុំល្ងឹសវាចូលបន្តិចទៅខ្ញុំក៏រົບឆ្នាំងហើយបន្ទាប់មកពងទាខ្ញុំក៏ឆ្អិនល្មមក៏ខ្ញុំចាប់ផ្ដើមមកបកសបកអញ្ចឹងណាពុកម៉ែបងប្អូនយល់ទៅមួយមុខនេះអ្នកផ្ទះខ្ញុំចូលចិត្តខ្លាំងមែនទែនឲ្យតែខម្ដងគឺមួយទៀតដាក់ពងទាច្រើនមិនថាក្មួយខ្ញុំឬក៏កូនខ្ញុំទេឲ្យតែពេលខអញ្ចឹងពងទាសម្រាប់ម្នាក់2គ្រាប់អត់គ្រប់គ្នាហើយបន្ទាប់មកយើងមើលវាមកនេះល្មមហើយគឺយើងចាប់ផ្ដើមចាក់ជាមួយនឹងជ្រូកស្ពៃនិងពងទាចូលអញ្ចឹងណាបងប្អូនហើយយើងក៏ចាក់ទឹកចូលមកណាបងប្អូនបន្ទាប់មកក៏យើងគ្របវាល្ងឹសវាប្រហែលជា1 ម៉ោងកន្លះអីណាឲ្យវាផុយល្អអញ្ចឹងណាបងប្អូនបន្ទាប់មកគឺយើងបង់គ្រឿងជាមួយនឹងអំបិលប៊ីចេងតិចមកភ្លក់មើលមកល្មមឈ្ងុយឆ្ងាញ់ហើយគឺយើងចាប់ដើមដួសដាក់ចានមកណាបងប្អូននិយាយពីថាអូក្លិនមកឈ្ងុយភីតែម្ដងណាមួយមុខហ្នឹងណាគឺមិនបានតែមួយពេលទេណាបងប្អូនបើគិតជាលុយប្រហែលជាអស់20000ពុកម៉ែបងប្អូនហើយឥឡូវវីដេអូនេះខ្ញុំសូមចប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណាសូមអរគុណកុំភ្លេចជួយ follow page អូនម្នាក់